បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើឲ្យកុំព្យូទ័រយើងដើរលឿនជាងមុនណាអញ្ចឹងដោយសារតែកុំព្យូទ័រយើងប្រើច្រើនទៅអាត្រាយ C នេះវាពេញហ៎បងប្អូនអរគ្នាអាត្រាយ C នេះពេញអស់ហើយបាទអញ្ចឹងវានេះអាត្រាយ C របស់ខ្ញុំវា space free នេះមិនសល់តែ26មេទេអញ្ចឹងវារៀង slow អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបsmart try C ធ្វើឲ្យកុំព្យូទ័ររបស់យើងដើរលឿនជាងមុនអញ្ចឹងដើម្បីធ្វើបានទីមួយបងប្អូនចូលចុច Windows ចុច Windows អក្សរ O មកបងប្អូនចុច Windows អក្សរ O ហើយបងប្អូនវាយពាក្យថាភាគរយហើយនឹងថែមភាគរយមកហើយចុច Enter មកតាមទៀតនេះគឺជាកម្មវិធីដែលយើងបានប្រើពីមុនមកវាជាប់នៅក្នុង Try C ណាបងប្អូនអរគ្នាចឹងយើងត្រូវលុបកម្មវិធីនេះចេញកម្មវិធីនេះយើងបានប្រើហើយវានៅសល់ក្នុង Try C នេះចុច Control A មកតើវាបងប្អូនចុច Control A ហើយយើងចុច Delete មកណាហើយយើងចុច Delete វាទៅបាទនេះគឺទំហំវាធំមកដូចនេះបងប្អូនចុច Windows ដដែលមកចុចសញ្ញា Windows ហើយចុចសអដងទៀតបងប្អូនវាយពាក្យថា File of Prefix មកបាទ ចាំបងប្អូនវាយពាក្យថា Prefix ហើយយើងចុច Enter ចុច Continue បាទអញ្ចឹងគឺនេះគឺជាឯកសារដែលយើងបានប្រើហើយវាសល់ក្នុង Try C បងប្អូននេះហើយយើងចុចបងប្អូនចុច Control A ហើយដើម្បី delete ចុច delete វាមកបាទអញ្ចឹងយើងធ្វើការ delete ឯកសារដែលយើងអត់ប្រើហ្នឹងហើយយើងបងប្អូនចុចយកដល់នេះមកហើយយើងចុចយក try again មកបាទអញ្ចឹងជំហានទី4បងប្អូនចូលទៅកាន់បងប្អូនចុចលើ Windows ដដែលអក្សរ O ដដែលតទៅទៀតបងប្អូនចុចលើបងប្អូនវាយពាក្យថា this screen មកបងប្អូនចូលទៅ search ជាផ្សេងបងប្អូនចូលក្នុងកាន់ប៊ូតុង search ហើយយើងចុចវាយពាក្យថា this clean up នេះបងប្អូនគ្នាចូលបងប្អូនវាយពាក្យថា this clean up ហើយចុចលើវាមកតទៅទៀតបងប្អូនជ្រើសរើសយើងចង់ clean up ទៅនឹង try C try D អញ្ចឹងឥឡូវយើងដោយសារខ្ញុំចង់សម្អាតទៅលើ try C ណាសារ try C យើងវាពេញណាចឹងចុច OK មកចឹងយើងតទៅទៀតយើងធ្វើការគ្រីសយកទិន្នន័យក្នុងនឹងមកដើម្បីយើងសម្អាតទិន្នន័យនៅក្នុង try C ហ្នឹងតទៅទៀតបងប្អូនចុចយកពាក្យថា clean up file មកតាមទៀតយើងចុច OK មកតទៅទៀតយើងរងចាំយើងចងចាំឲ្យហើយយើងគ្រីសវាម្ដងទៀតគ្រីសអស់បងប្អូនគ្នាហើយចុច OK មក delete file មកបាទអញ្ចឹងយើងចុច clean up នេះគឺយើង clean up ទៅលើទិន្នន័យដែលមិនចាំបាច់ទេបងប្អូននេះហើយក៏អត់មានប៉ះពាល់ដល់ឯកសារបងប្អូននេះដែរគឺទិន្នន័យនេះគឺទិន្នន័យដែលយើងត្រូវសម្អាតចោលព្រោះវាមានសំខាន់សម្រាប់យើងទេវាធ្វើឲ្យកុំព្យូទ័រយើងដើរយឺតតឹងកាំងអញ្ចឹងបាទអញ្ចឹងយើងកំពុងតែ cleaning up ហើយបាន tick គ្រប់នេះគ្រប់នោះន័យថាយើងបាន clean វាហើយតោះនេះយើងចុច clean up វា clean up file មកទៀតចុច OK បាទអញ្ចឹងបងប្អូនអាចឧស្សាហ៍សម្អាតទៅលើ try C ហ្នឹងទៅដើម្បីឲ្យកុំព្យូទ័រយើងដើរលឿនជាងមុនចឹងណាចុះវីដេអូហ្នឹងមានប៉ុណ្្នឹងទេសម្រាប់ចេញដល់បងប្អូនហើយមានខ្វះចន្លោះកន្លែងណាបងប្អូនអាច
comment ខាងក្រោមបានអរគុណច្រើនជំរាបលាជួបប្រសពល្អសំណាងល្អបាយ